បាទអរគុណអ្នកគ្រូជាបឋមសូមគោរពនិងជម្រាបសួរអ្នកគ្រូបងនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំភិរមរួមទាំងសមាជិកក្រុមអ្នកទៀតគឺហុកលៀងសូមធ្វើបទបង្ហាញទាក់ទងនឹងវិធានការទប់ស្កាត់បទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានពេលរវកម្មក្នុងបច្ចេកវិទ្យាល្បែងពាណិជ្ជកម្មនៅកម្ពុជាបាទសូមស្លាយបន្តអ្នកគ្រូក្រុមខ្ញុំសូមបែងចែកមេតិកាទាំងអស់នោះគឺជា10ចំណុចសំខាន់បាទរៀងក្រែលដែរទី1គឺនយោបាយនិងប្រភេទល្បែងទី2ទីតាំងក្រុមហ៊ុនសាខាល្បែងឬក៏កាស៊ីណូទី3ការចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិទី4ច្បាប់និងបទបញ្ញត្តិផ្សេងទី5រចនាសម្ព័ន្ធគ្រប់គ្រងនិងកិច្ចដំណើរការទី6កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ទី7កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធទី8ទូនាទីនិងភារកិច្ចនៃរចនាសម្ព័ន្ធគ្រប់គ្រងទី9វិធីសាស្ត្រលាងលុយកខ្វក់របស់អក្រិតជននិងទី10សេចក្តីសន្និដ្ឋានសូមបន្តលោកគ្រូក្នុងនោះសម្រាប់ចំណុចទី1គឺនយោបាយនិងប្រភេទល្បែងពាណិជ្ជកម្មក្នុងនោះបើសិនជាយើងនិយាយបន្តិចយើងគិតថាល្បែងហ្នឹងប្រហែលជាល្បែងទាំងអស់ប្រហែលជាខុសច្បាប់ប៉ុន្តែជាក់ស្ដែងហ្នឹងល្បែងគឺមានពីរប្រភេទសំខាន់ទី1គឺល្បែងពាណិជ្ជកម្មទី2គឺល្បែងអនឡាញក្នុងនោះសម្រាប់ល្បែងពាណិជ្ជកម្មដូចយើងដឹងថាពេលយើងធ្វើអាជីវកម្មអ្វីមួយគឺតែងតែមានច្បាប់អនុញ្ញាតវាថាបើសិនយើងវិនិយោគលើវិស័យបាល់ទាត់គឺអានេះគេហៅថាពាណិជ្ជកម្មលើវិស័យបាល់ទាត់ក្នុងនោះដែរល្បែងក៏មានប្រភេទពាណិជ្ជកម្មគ្នាដែរដែលមានត្រូវមានការអនុញ្ញាតពីច្បាប់គឺល្បែងពាណិជ្ជកម្មគឺមានថាការធ្វើអាជីវកម្មលើវិស័យល្បែងបាទហើយនៅពេលដែលមានការធ្វើអាជីវកម្មត្រឹមត្រូវស្របច្បាប់ដូចនេះគឺតែងតែមានការអនុញ្ញាតឬក៏សូមឲ្យអាជ្ញាប័ណ្ណពីអង្គភាពឬក៏ស្ថាប័នពាក់ព័ន្ធក្នុងនោះល្បែងពាណិជ្ជកម្មចែកចេញជា3ទី1គឺល្បែងកាស៊ីណូល្បែងសងសំណាក់និងល្បែងភ្នាល់សម្រាប់ល្បែងកាស៊ីណូគឺជាការលេងល្បែងនៅក្នុងកាស៊ីណូដែលមានប្រភេទល្បែងផ្សេងៗគ្នាដូចជា Poker ឬក៏ Jackpot អីផ្សេងៗបាទដោយសារខ្ញុំមិនចេះលេងល្បែងហើយខ្ញុំក៏អត់សូវចេះលេងហ្គេមអញ្ចឹងទៅខ្ញុំក៏មិនសូវដឹងថាល្បែងហ្នឹងក៏មិនដែរបាទសូមអធិស្ឋានហើយសម្រាប់ល្បែងសងសំណាងគឺមានដូចជាឆ្នោតកោសឆ្នោតសន្លឹកឡូតូចាក់ឆ្នោតឡូតូអីជាដើមបាទសម្រាប់អាចល្បែងសងសំណាងប្រភេទនេះតែជាយើងជួបច្រើនហើយគឺនៅតាមភូមិស្រុកទីជនបទចុងកាត់មាត់ខ្ញុំអីតែនឹងមានណាបាទពុកឪពុកម្ដាយតាយាយហ្នឹងគាត់ចាក់ឆ្នោតយកសពអីទៅដើរស៊ូគ្នាព្រឹកឡើងដល់ចាក់ឆ្នោតអីជាដើមបាទហើយល្បែងភ្នាល់គឺមានដូចជាការទូទាត់លទ្ធផលមានប៉ុណ្ណាំងសេះឯនេះជាដើមហើយការទូទាត់លទ្ធផលហ្នឹងដូចយើងឃើញស្រាប់ហើយដូចជាមានការទូទាត់ដែលថាចាស់ពីដើមហ្នឹងគឺគាត់ថាមានអីទាយទឹកភ្នាល់ទឹកភ្លៀងអីគ្នាអីចឹងទៅបាទហើយមួយទៀតគឺប៉ុណ្ណាំងសេះបាល់ទាត់ហ្នឹងគឺឬក៏នឹងល្បែងជល់មាន់ហើយបើជាល្បែងជល់មាន់ហ្នឹងបើយើងនិយាយភាសាបច្ចេកទេសគេហៅថាបាក់សីកីឡាបាទដែលក្នុងនោះយើងដឹងស្រាប់ហើយថាសម្បីតែល្បែងនេះយើងមិនមែនថាគិតថាវាខុសច្បាប់អីទេដោយសារអីសម្បីតែដូនតាយើងពីបុរាណពីសម័យអង្គរក៏បានឆ្លាក់គំនូរជល់មាន់នេះនៅលើប្រាសាទបាយ័នដែរបាទហើយចំពោះមួយទៀតតើតើនឹងបាល់ទាត់ថាយើងពីមុនថា Camposic ណាបាទក្រុមហ៊ុនល្បែង Camposic ដែលបើសិនជាអ្នកដែលមានអាយុច្រើនតែអាចគាត់កើតតន់មិនដែលបើសិនជាអ្នកដែលមានអាយុរៀងតិចហើយជាអាចគាត់កើតអត់តន់ទេបាទហើយសម្រាប់ Camposic ទៀតសោតហ្នឹងគឺតាមខ្ញុំស្រាវជ្រាវទៅគឺដូចជាបិទនៅក្នុងថ្ងៃទី25កុម្ភៈឆ្នាំ2009បាទប៉ូលគិតបន្តលើគឺគាត់បិទបានប្រហែលជា16ឆ្នាំបាទហើយល្បែងអនឡាញគឺល្បែងអស់ហ្នឹងវាអាចជាការលេងល្បែងកាស៊ីណូឬក៏ល្បែងសងសំណាងឬក៏ល្បែងភ្នាល់ដែរប៉ុន្តែវាលក្ខណៈយើងលេងអនឡាញវិញលេងអនឡាញទៅតាមទូរស័ព្ទតាមគេហទំព័រឬក៏តាមកុំព្យូទ័រផ្សេងដែលល្បែងហ្នឹងគឺមើលគ្រប់ល្បែងពាណិជ្ជកម្មគឺគ្រប់ល្បែងអនឡាញទាំងអស់គឺមិនមានច្បាប់អនុញ្ញាតទេបាទអញ្ចឹងទៅបានជារយៈពេលថ្មីនេះឃើញរដ្ឋាភិបាលយើងបាទខំដុតដៃដុតជើងដើម្បីមានវិធានការផ្សេងដើម្បីទប់ស្កាត់ហើយថ្មីនេះក៏ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីប្រកាសមួយទាក់ទងនឹងការផ្សព្វផ្សាយល្បែងផងដែរដោយសារតែរយៈពេលកន្លងមកគឺមានក្រុមហ៊ុនល្បែងហ្នឹងដោយសារគាត់អាចថាគាត់ក្រុមហ៊ុនអាជីវកម្មល្បែងហ្នឹងគាត់រកស៊ីចំណេញអញ្ចឹងទៅគាត់មានលុយគាត់ជួលតារាល្បី
មិនថាតារាកំ pl មិនថាតារាចម្រៀងផ្សេងៗឲ្យជួយផ្សព្វផ្សាយអញ្ចឹងទៅចង់គឺធ្វើឲ្យមានការប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ជាតិបាទសូមជម្រាបបន្ទាប់ណាគ្រូចំណុចទី2គឺទីតាំងក្រុមហ៊ុនសាខាល្បែងសងសំណាងឬក៏កាស៊ីណូដូចក្នុងរូបភាពនេះយើងបានឃើញដូចជាគំនូសពងដូចជាសញ្ញា pass up ហ្នឹងគឺនៅផ្នែកខាងឆ្វេងដៃគឺទីតាំងកាស៊ីណូបើតាមយើងក៏សម្គាល់មើលទៅគឺល្បែងកាស៊ីណូហ្នឹងភាគច្រើនហ្នឹងគឺយើងមើលទៅគឺភាគច្រើនគឺនៅតាមតំបន់ព្រំដែនបាទនៅតាមតំបន់ព្រំដែនដែលនៅជិតវៀតណាមជិតថៃអីជាដើមប៉ុន្តែអ្វីដែលខ្ញុំក៏សម្គាល់ខ្លួនឯងហ្នឹងភាគច្រើនដូចជានៅតំបន់ខាងជិតឡាវបាទអត់នៅជិតឡាវដូចអត់ឃើញមានល្បែងអនឡាញអត់មានកាស៊ីណូបាទហើយជាមិត្តភក្តិឡាវយើងក៏ល្អក៏អត់ចេះលេងល្បែងមិនទៅបាទខ្ញុំសូមនិយាយលេងទេហើយសម្រាប់រូបភាពទី2គឺខាងស្ដាំដៃហ្នឹងគឺទីតាំងល្បែងសងសំណាងបាទល្បែងសងសំណាងបើតាមយើងមើលទៅតាមមើលរូបភាពទៅគឺចំណុចពងដូច pass up ហ្នឹងគឺភាគច្រើននៅនៅទីប្រជុំជនដែលមាននៅតាមភាគច្រើនដូចជាភាគច្រើនគឺនៅភ្នំពេញបាទនៅភ្នំពេញតាមខេត្តមួយចំនួនដូចជាអត់សូវមានទេបាទខុសពីទីតាំងកាស៊ីណូដែលថាមានតាមតំបន់ព្រំដែននៅប្រទេសជិតខាងយើងនេះឯងបាទសូមស្លាយបន្ទាប់ណាគ្រូសម្រាប់ចំណុចទី3នេះគឺតកតទៅនឹងការរួមចំណែកក្នុងសេដ្ឋកិច្ចជាតិបាទយើងដឹងហើយថាពេលខ្លះយើងថាល្បែងតែពីនេះប៉ុន្តែពេលខ្លះល្បែងបើសិនជាការគ្រប់គ្រងល្បែងមានអាជ្ញាប័ណ្ណត្រឹមត្រូវគឺល្បែងគឺចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិផងដែរត្រង់ចំណុចនេះឧទាហរណ៍ថាបើសិនជាយើងមើលប្រទេសមួយចំនួនដែលរីកចម្រើនណាដូចជាប្រទេសខាងហុងកុងតៃវ៉ាន់តៃប៉េជាដើមហ្នឹងពេលដែលយើងនឹកឃើញដល់ប្រទេសទាំងអស់នោះយើងគិតថាអូទីក្រុងល្បែងហ្មងបាទសូម្បីតែក្នុងរឿងគេលេងឲ្យតែរឿងអ្នកតនឹងហុងកុងចិនតៃវ៉ាន់ផ្សេងៗគឺអត់ដែលភ្លេចទេគឺល្បែងហ្មងបាទក្នុងចិត្តសោតហ្នឹងល្បែងគឺមានប្រយោជន៍បាទបើសិនជាយើងគិតមើលទៅបើសិនជាឧទាហរណ៍ថាដូចជាហុងកុងតៃវ៉ាន់តៃប៉េទៀតសោតបើសិនជាគាត់មានកាស៊ីណូអីត្រឹមត្រូវអញ្ចឹងទៅគឺអាចភ្ញៀវទេសចរតាក់ទាញភ្ញៀវទេសចរអាចតាក់ទងនឹងមហាស្ត្រីពិភពលោកឲ្យមកចូលលេងនៅប្រទេសរបស់គាត់ឬក៏ក្រុមរបស់គាត់អញ្ចឹងទៅបើសិនជាមហាសេដ្ឋីទាំងអស់នោះគាត់មកលេងហើយគាត់សប្បាយចាប់អារម្មណ៍អាចគាត់បោះទុនវិនិយោគវិស័យវិនិយោគលើវិស័យអីណាមួយហ្នឹងទៅដូចជាអចលនទ្រព្យឬក៏ខាងរោងចក្រសហគ្រាសផ្សេងជាដើមបាទក្នុងហ្នឹងដូចគ្នាបើក្រឡេកមកមើលបរិបទកម្ពុជាយើងបើសិនជាយើងមានច្បាប់ត្រឹមត្រូវអញ្ចឹងយើងអាចតាក់ទាញទេសចរផងដែរបាទដូចជានៅក្នុងច្បាប់គ្រប់គ្រងល្បែងគឺបានចែងហ្នឹងគឺច្បាប់បង្កើតឡើងដើម្បីអីដើម្បីតាក់ទងតាក់ទាញភ្ញៀវទេសចរហើយនឹងចូលរួមបង្កើនកំណើនសេដ្ឋកិច្ចជាតិក្នុងនោះសម្រាប់ឆ្នាំ2022បាទចំណូលបានមកពីការល្បែងពីការលេងល្បែងគឺបានចំនួនគឺ$40 លានក្នុងរយៈពេល6ខែក្នុងនោះខ្ញុំព្យាយាមរកតួលេខក្នុងរយៈពេល1ឆ្នាំពេញមានន័យថា12ខែប៉ុន្តែគឺខ្ញុំរកអត់បានបាទខ្ញុំរកបានតែរយៈពេល6ខែឬក៏មួយឆមាសបាទហើយសម្រាប់ឆ្នាំ2023ហ្នឹងគឺយើងចំនួនពីការលេងល្បែងគឺបានប្រហែលជាខ្ទង់$12 លានក្នុងរយៈពេល6ខែ2023ហើយសម្រាប់ឆ្នាំ2024គឺយើងរកចំណូលបានប្រហែលជាជាង$60 លានបាទក្នុងរយៈពេល1ឆ្នាំពេញតែម្ដងបាទសូមឆ្លើយបន្ទាប់អ្នកគ្រូក្នុងនោះគឺសម្រាប់ចំណុចទី4ដែលតទៅនឹងច្បាប់បទបញ្ញត្តិផ្សេងក្នុងនោះគឺរាជក្រមដែលសំខាន់គេហ្នឹងគឺជាកំណើតនៃច្បាប់ផ្សេងតទៅនឹងច្បាប់ពីការលេងល្បែងហើយនឹងច្បាប់ស្តីពីការពិនិត្យអន្តរការចំពោះបទល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មហើយក៏មានច្បាប់តទៅនឹងដើមទុនអបបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូហើយច្បាប់ចុងក្រោយច្បាប់មួយទៀតដូចជាតទៅនឹងការរៀបចំនិងប្រព្រឹត្តទៅនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបាទក្នុងនេះគឺមានបកស្រាយលម្អិតនៅចំណុចបន្ទាប់ក្នុងនោះក្រៅពីច្បាប់ទាំងអស់ហ្នឹងក៏មានចំណុចផ្សេងដែរប៉ុន្តែខ្ញុំសូមលើកតែប៉ុណ្ណឹងបាទសូមស្លាយបន្ទាប់អ្នកគ្រូហើយសម្រាប់ចំណុចទី5គឺរចនាសម្ព័ន្ធគ្រប់គ្រងកិច្ចដំណើរការបើតាមប្រតិកម្មដែលតទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងហ្នឹងគឺគេមានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជាដែលមានសមាជិកភាពទាំង11រូបដែលក្នុងនោះគឺមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាប្រធានហើយនឹងរដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូបជាអនុប្រធានស្ថាប័នផ្សេងទៀតដូចជាមានខាងទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងទេសចរប្រៃសណីយុទ្ធភ័ពតំណាងក្រុមឧស្សាហកម្មកម្ពុជានិងអគ្គស្នងការនគរបាលជាតិផ្សេងជាដើមគឺជាសមាជិក
ហើយក្នុងនោះហ្នឹងក៏គេបានបញ្ជាក់នៅចំណុចខាងក្រោមហ្នឹងដែលថាសមាជិកជាក់ស្ដែងនៃគោលកគឺតែងតាំងដោយអនុក្រឹត្យបាទតែងតាំងអនុក្រឹត្យមានន័យថាក្នុងហ្នឹងក៏មានសម្រាប់គណៈកម្មការបាយនៃពាណិជ្ជកម្មកម្ពុជាក៏មានអនុក្រឹត្យមួយដែលរៀបរាប់លម្អិតទាក់ទងនឹងការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការល្បែងឬហៅកាត់ថាគោលកឯងដែលមានការដែលអង្គការលេខមានបកស្រាយលម្អិតនៅចំណុចបន្ទាប់បាទសូមចំណុចបន្ទាប់អ្នកគ្រូសម្រាប់ចំណុចទី6កាតព្វកិច្ចរបស់បុគ្គលរាយការណ៍សម្រាប់ចំណុចនេះបើតាមខ្ញុំសង្កេតមើលទៅក្នុងមេរៀនក៏យើងបានរៀនរៀងច្រើនគ្រូបានបត់បង្ហាញយ៉ាងពិស្ដារលម្អិតហើយមុននេះក្រុមបងក្រុមទី3ក៏រៀបរាប់លម្អិតដែរទាក់ទងនឹងកាតព្វកិច្ចទាក់ទងនឹងបុគ្គលរាយការណ៍ផ្សេងប៉ុន្តែក្នុងនោះខ្ញុំសូមដូច្នេះខ្ញុំមិនលម្អិតទេប៉ុន្តែខ្ញុំមានចំណុចបន្ថែមដែលថាកាតព្វកិច្ចជាក់ស្ដែងរបស់បុគ្គលរាយការណ៍ដែលថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគោលកគឺត្រូវរាយការណ៍ចំពោះការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រផ្សេងឬក៏បញ្ហាប្រឈមក្នុងការអនុវត្តហើយនឹងក៏រាយការណ៍ជូននាយករដ្ឋមន្ត្រីនៅក្នុងការសុំវិសោធនកម្មឬក៏សុំសេចក្តីសម្រេចផ្សេងបាទហើយក្នុងនោះបើសិនជាយើងមើលប្រឡេកទៅមើលច្បាប់ទាំងពីរច្បាប់ទាក់ទងនឹងការគ្រប់គ្រងវត្ថុមហាបល័យឬក៏ច្បាប់ទាក់ទងនឹងប្រឆាំងភេរវកម្មហ្នឹងគឺច្បាប់ទាំងពីរក៏បានរំលេចចំណុចដែលថានៅពេលដែលមានបទល្មើសផ្សេងៗហ្នឹងគឺទាក់ទងនឹងការរាយការណ៍គឺមានន័យថាយើងត្រូវរាយការណ៍ទៅខាងអង្គភាពសិទ្ធិការហិរញ្ញវត្ថុកម្ពុជាឬក៏ក្រសួងយុតិធម៌បាទសូមស្លាយបន្ទាប់អ្នកគ្រូសម្រាប់ចំណុចទី7ចំណុចនេះគឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធគឺមានថាគោលកហ្នឹងមានកិច្ចសហប្រតិបត្តិការអ្វីខ្លះដែលខ្ញុំដាក់ចំណុច2សំខាន់គឺទាក់ទងនឹងរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះដូចខ្ញុំបានលើកឡើងមុនដែលថាក្រសួងសេដ្ឋកិច្ចដែលថាជាក្រសួងស្នូលបានរៀបចំគណៈបង្កើតគណៈកម្មការគោលកឡើងហើយមានសមាជិកចូលរួមពីក្រសួងមហាផ្ទៃអីជាដើមអគ្គស្នងការនគរបាលជាតិជាដើមបាទហើយក្នុងនោះសម្រាប់គោលកខ្លួនឯងក៏មានការចូលរួមផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលដល់មន្ត្រីរបស់អង្គភាពខ្លួនឯងដែរក្នុងនោះក៏មានការផ្សព្វផ្សាយតាមរយៈខិត្តប័ណ្ណឬក៏តាមបណ្ដាញសង្គមដែលមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឬក៏អាជីវកម្មតាមផ្សារផ្សេងហើយផ្សារមិនថាផ្សារអីទេគឺមានផ្សារទំនើប mall mart ឬក៏តាមផ្សារត្រីអីគឺអង្គភាពគោលកក៏មានការដុតដៃដុតជើងក្នុងការផ្សព្វផ្សាយផងដែរដើម្បីជ្រាបការយល់ដឹងទាក់ទងនឹងការគ្រប់គ្រងល្បែងឬក៏ផលប៉ះពាល់ដោយសារល្បែងនឹងឯងបាទហើយក្នុងនោះហ្នឹងគឺគោលកក៏មានបានរៀបចំសិក្ខាសាលាប្រជុំត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារតែថ្នាក់ជាតិថ្នាក់ក្រោមជាតិដែលមានចូលរួមពីក្រុមប្រឹក្សាខេត្តក្រុងស្រុកតុលាការដែលមានតុលាការដំបងរាជធានីខេត្តក្រុងស្រុកខណ្ឌអញ្ចឹងទៅហើយក៏មានសាលាមានឯកការអមសាលាដំបងរាជធានីខេត្តជាដើមដែលមានការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងទៅនឹងល្បែងនេះទៀតដែរបាទសម្រាប់របស់ខ្ញុំតែរបស់ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះជាបន្តសូមគោលទូនាទីនេះទៅហុកលៀងបាទសូមអរគុណ